មិនស្គាល់អាតូមីនាងខ្ញុំគឺជាអ្នកធ្វើការងាររោងចក្រមួយកន្លែងហើយនៅពេលនោះគឺនាងខ្ញុំគ្មានក្តីសុបិនទេថ្នាក់ដឹកនាំទាំងអស់គ្នាហើយអ្វីដែលខ្ញុំរត់តែគ្មានទៀតគឺសម្រស់សុខភាពហើយនឹងលុយថ្នាក់ដឹកនាំជាក់ស្ដែងដូចឃើញរូបនាងខ្ញុំហើយស្អាតអត់ចាអត់ស្អាតទេដោយសារតែការខ្វះខាតយកចិត្តទុកដាក់ទៅលើសុខភាពធ្វើឲ្យនាងខ្ញុំមានបញ្ហាកើតមុននិងមានបញ្ហាសុខភាពជាច្រើនទៀតដូចជាជំងឺក្រពះពោះវៀនរ៉ាំរ៉ៃផងដែរហើយនៅពេលនោះការធ្វើការគឺបានប្រាក់មកគឺផ្គត់ផ្គង់តែគ្រួសារនិងមើលថែសុខភាពខ្លួនឯងគឺអត់មានសល់អ្វីនោះទេថ្នាក់ដឹកនាំទាំងអស់គ្នាហើយសម្រាប់សម្រាប់ការធ្វើការឲ្យគេគឺនៅពេលដែលយើងធ្វើមិនគ្រប់លក្ខខណ្ឌដែលគេបានកំណត់គឺយើងត្រូវការស្ដីបន្ទោសត្រូវការថាឲ្យពីមេឬក៏ប្រធានក្រុមរបស់យើងអញ្ចឹងនេះខ្ញុំសូមអនុញ្ញាតស្គាល់នៅទីនេះមានអ្នកធ្វើការងាររោងចក្រដែរឬទេចាស់ក៏សូមស្នើតែដៃខ្លាំងជូនទៅដល់ថ្នាក់ដឹកនាំទាំងអស់គ្នាផងដែរហើយនៅពេលនោះផងដែរនាងខ្ញុំក៏បានស្គាល់ក្រុមហ៊ុន Atomy តាមរយៈការណែនាំរបស់ sponsor រូបនាងខ្ញុំឲ្យប្រើប្រាស់ជាមួយនឹងផលិតផលសាមញ្ញមែនទែនគឺថ្នាំដុសធ្មេញនៅពេលដែលនាងខ្ញុំបានប្រើប្រាស់ជាមួយនឹងផលិតផលថ្នាំដុសធ្មេញនាងខ្ញុំក៏ស្រឡាញ់និងពេញចិត្តនាងខ្ញុំមិនចាប់អារម្មណ៍ពីប្រព័ន្ធនាងខ្ញុំមិនចាប់អារម្មណ៍ពីលុយពី Atomy នោះទេនាងខ្ញុំគ្រាន់តែមើលឃើញឱកាសតែមួយគត់គឺការលក់ចំណេញថ្នាំដុសធ្មេញទិញការដែលខ្ញុំចុះឈ្មោះដំបូងគឺតម្លៃ$16មាន5ដើមនាងខ្ញុំយកទៅលក់20000គឺនាងខ្ញុំចំណេញបាន$7នាងខ្ញុំឃើញឱកាសនេះនាងខ្ញុំពិតជាស្រឡាញ់ក្នុងការលក់នេះមែនទែនហើយនាងខ្ញុំធ្វើការណែនាំពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់មួយថ្ងៃនាងខ្ញុំលក់បានទៅដល់3ឈុតឬក៏4ឈុតនៅក្នុងរោងចក្ររបស់នាងខ្ញុំហើយ sponsor ក៏តែងតែអញ្ជើញនាងខ្ញុំឲ្យចូលរួមនៅក្នុងប្រព័ន្ធអប់រំ Atomy នាងខ្ញុំធ្វើការបដិសេធដោយសារតែនាងខ្ញុំមិនស្គាល់អំពីបណ្ដាញនាងខ្ញុំមិនស្គាល់ក្រុមហ៊ុនអ្វីនោះទេនាងខ្ញុំគ្រាន់តែចង់លក់ចំណេញគឺបានហើយប៉ុន្តែដោយសារតែការនិយាយម្ដងហើយម្ដងទៀតរបស់ sponsor ដែលគាត់ជាអ្នកធ្វើការជាមួយនឹងរូបនាងខ្ញុំក៏សាកល្បងចូលទៅក្នុងសិក្សានៅក្នុងប្រព័ន្ធអប់រំ Atomy នៅថ្ងៃដែលខ្ញុំចូលប្រព័ន្ធអប់រំ Atomy លើកដំបូងគឺជាការមួយដែល live អំពីប្រទេសកូរ៉េមកគឺការឡើងតំណែងរបស់ Imperial Master ពេលនោះខ្ញុំមានភាពភ័យខ្លាចខ្លាំងមែនទែនដោយសារតែយើងចាប់ផ្ដើម live ម៉ោង6ដល់ម៉ោង8យប់ហើយខ្ញុំក៏បានបដិសេធថាខ្ញុំអត់ចូលរួមទេខ្ញុំអត់ហ៊ានខ្លាចគេយកទៅលក់អីចឹងទៅពួកខ្ញុំមានភាពភ័យខ្លាចខ្លាំងមែនទែនអញ្ចឹងខ្ញុំក៏បានបដិសេធប៉ុន្តែ sponsor របស់រូបនាងខ្ញុំគាត់បានធានាអះអាងថាមកបើសិនជាមានអ្នកណាហ៊ានធ្វើបាបឬក៏យកទៅលក់អីហ្នឹងគាត់អ្នកធានាយកកគាត់មកធានាខ្ញុំក៏បានដាក់ចិត្តថាខ្ញុំត្រូវតែមកសិក្សានៅក្នុង Atomy នៅពេលនេះនាងខ្ញុំបានចូលរួមសិក្សានាងខ្ញុំបានមើលឃើញឱកាសនៅក្នុងប្រព័ន្ធអប់រំ Atomy ដោយសារតែនាងខ្ញុំបានមើលឃើញលោកស្ថាបនិកប៉ាក់ហាំងហ្គេដែលគាត់មានបេះដូងក្តីស្រឡាញ់មានបេះដូងនៃការចែករំលែកនាងខ្ញុំមិនដែលបានជួបមនុស្សបែបនេះនោះទេថ្នាក់ដឹកនាំទាំងអស់គ្នានាងខ្ញុំគឺជាមនុស្សជាក្មេងស្រីម្នាក់ដែលរស់នៅដោយខ្វះភាពកក់ក្ដៅនាងខ្ញុំតែងតែស្វែងរកក្តីស្រឡាញ់និងភាពកក់ក្ដៅហើយនាងខ្ញុំតែងតែចង់ចែករំលែកក្តីស្រឡាញ់មួយនេះទៅកាន់មនុស្សជុំវិញខ្លួនរបស់នាងខ្ញុំប៉ុន្តែនៅពេលដែលខ្ញុំបានឃើញក្រុមហ៊ុន Atomy ដំបងធ្វើឲ្យរូបនាងខ្ញុំបានមានភាពក្តីស្រឡាញ់ដោយសារតែលោកស្ថាបនិកប៉ាក់ហាំងហ្គេគាត់គឺជាគ្រីស្ទៀនជាអ្នកដែលដឹកនាំនិងដើរតាមព្រះហើយក្នុងនោះផងដែរខ្ញុំក៏បានឃើញក្តីស្រឡាញ់មកពីព្រះជាម្ចាស់ទើបធ្វើឲ្យខ្ញុំសម្រេចចិត្តថាខ្ញុំត្រូវតែធ្វើជំនួញ Atomy ជាដាច់ខាតហើយចំណុចទី2ដែលខ្ញុំធ្វើអាជីវកម្ម Atomy គឺដោយសារតែផលិតផលនរណាក៏ត្រូវការប្រើប្រាស់ថ្នាំដុសធ្មេញដែរនរណាក៏ត្រូវការកក់សក់និងដុសខ្លួនដែរថ្នាក់ដឹកនាំទាំងអស់គ្នាអញ្ចឹងវាគឺជាផលិតផលមួយដែលនាងខ្ញុំស្រួលក្នុងការណែនាំឲ្យមនុស្សលំដាប់ណាក៏គាត់អាចប្រើប្រាស់ជាមួយនឹងថ្នាំដុសធ្មេញ$3 6កាក់របស់យើងបានដូចគ្នាផងដែរចំណុចហ្នឹងហើយដែលនាងខ្ញុំត្រូវតែធ្វើ Atomy ដោយសារតែវាមានផលិតផលតម្លៃសមរម្យហើយគុណភាពខ្ពស់លំដាប់អភិជនទាំងដែលខ្ញុំជាមនុស្សសាមញ្ញប៉ុន្តែខ្ញុំអាចប្រើប្រាស់ជាមួយនឹងផលិតផលដែលមានតម្លៃសមរម្យហើយគុណភាពល្អខ្លាំងមែនទែនហើយមិនមែនត្រឹមតែប៉ុណ្ណោះផលិតផលរបស់យើងគឺមានច្រើនមែនទែនថ្នាក់ដឹកនាំទាំងអស់គ្នាពីចុងជើងដល់ចុងសក់អញ្ចឹងយើងត្រូវការយើងអាចនិយាយបានថាយើងប្រើពីកើតភ្លាមរហូតទៅដល់ពេលដែលយើងស្លាប់ទៅវិញកើតម្ដងទៀតយើងប្រើនៅពេលដែលយើងគ្រប់វ័យតែម្ដងថ្នាក់ដឹកនាំទាំងអស់គ្នាចំណុចហ្នឹងហើយដែលយើងធ្វើ Atomy គឺជាក្រុមហ៊ុនមួយដែលល្អក្នុងការឲ្យយើងជ្រើសរើសផលិតផលដែលយើងប្រើប្រាស់តាមបំណងចិត្តរបស់យើងហើយចំណុចទី3គឺផែនការទីផ្សារ
ចុះឈ្មោះមិនបងប្រាក់នៅពេលដែល sponsor របស់ខ្ញុំគាត់សុំអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំអត់ឲ្យគាត់ភ្លាមទេថ្នាក់ដឹកនាំទាំងអស់គ្នាថ្ងៃដែលខ្ញុំមកដល់ក្រុមហ៊ុន Atomy បានខ្ញុំហុចអត្តសញ្ញាណប័ណ្ណរបស់គាត់ឲ្យគាត់ចុះឈ្មោះព្រោះខ្ញុំខ្លាចគេយកទៅចងការលុយអីចឹងទៅពួកខ្ញុំអត់ដឹងខ្ញុំអត់ស្គាល់អញ្ចឹងខ្ញុំតែងតែប្រយ័ត្នហើយអ្វីដែលសំខាន់ខ្ញុំស្រឡាញ់បំផុតនៅពេលដែលខ្ញុំចូលសិក្ខាសាលាជាលើកដំបូងមួយថ្ងៃគឺយើងអាចរកបានរហូតទៅដល់$1150ប៉ុន្តែខ្ញុំឃើញ Atomy បែបហ្នឹងខ្ញុំពិតជាស្រឡាញ់ខ្លាំងមែនតើខ្ញុំថាខ្ញុំត្រូវតែធ្វើ Atomy ខ្ញុំអត់បានសម្លឹងឃើញ$50កាត់លុយ300000ទេប៉ុន្តែខ្ញុំមើលឃើញ50លានឆ្វេង50លានស្ដាំទើបខ្ញុំសម្រេចចិត្តធ្វើ Atomy ប៉ុន្តែសប្តាហ៍ថ្ងៃនេះខ្ញុំអត់ទាន់បានទេប៉ុន្តែអនាគតទៅមុខ5ឆ្នាំទៅមុខទៀតខ្ញុំនឹងយកមួយថ្ងៃ$150ពីក្រុមហ៊ុន Atomy ឲ្យបានដោយសារតែខ្ញុំឃើញចំណុចនេះហើយដែលខ្ញុំសម្រេចចិត្តធ្វើ Atomy ជាដាច់ខាតហើយនេះគឺជារូបភាពរបស់ខ្ញុំក្នុងការចុះទៅណែនាំក្រុមក៏ដូចជាប្រជុំក្រុម Atomy អត់លំបាកទេធ្វើតែពីខ្សែតែប៉ុណ្ណោះថ្នាក់ដឹកនាំទាំងអស់គ្នាក្រុមឆ្វេងនិងក្រុមស្ដាំប៉ុន្តែប្រសិនបើយើងជួបការលំបាកហើយយើងបោះបង់វានឹងធ្វើឲ្យយើងខាតបង់នៅឱកាសដ៏ធំមួយនៅក្នុងជីវិតរបស់យើងធ្វើ Atomy ស្រួលអត់ថ្នាក់ដឹកនាំទាំងអស់គ្នាមិនស្រួលហើយក៏មិនពិបាកដែរប៉ុន្តែប្រសិនបើយើងសហការជាមួយនឹងដៃគូរបស់យើងជាមួយនឹង sponsor យើងនឹងអាចទទួលបាននូវភាពជោគជ័យហើយរូបមួយភាពមួយនេះគឺជារូបភាពមួយដែលខ្ញុំក្តុកក្តួលមែនទែននៅពេលដែលខ្ញុំធ្វើដំណើរទៅកាន់ផ្ទះរបស់ដៃគូរបស់ខ្ញុំនៅខេត្តកំពង់ឆ្នាំងពីមុនមកខ្ញុំជិះម៉ូតូទៅមកទីរួមខេត្តកំពង់ឆ្នាំងពេលខ្លះខ្ញុំជិះពីភ្នំពេញទៅដល់ស្រុកបាកានក៏មានដែរដើម្បីទៅជួបដៃគូប៉ុន្តែសួរថាខ្ញុំល្ងងមិនមែនបានជាទ្រាំលំបាកបែបហ្នឹង no pain no gain ប្រសិនបើគ្មានការឈឺចាប់ទេក៏គ្មានការផ្លាស់ប្ដូរដែរចំណុចនេះហើយដែលខ្ញុំសម្រេចចិត្តថាខ្ញុំធ្វើអាជីវកម្ម Atomy ព្រោះដោយសារគ្មានអ្វីដែលបានមកដោយតទេនោះទេក្រៅពីទឹកភ្លៀងដែលធ្លាក់ពីលើមេឃដូច្នេះហើយបើយើងមិនខំប្រឹងបង្វឹកខ្លួនឯងលំបាកត្រឹម10ឆ្នាំ5ដល់10ឆ្នាំយើងនឹងវេទនាមួយជីវិតដូច្នេះហើយខ្ញុំស៊ូលំបាកប៉ុន្តែខ្ញុំទទួលបានជីវិតមួយដែលល្អនាពេលអនាគតហើយនេះគឺជាចំណូលដែលខ្ញុំរកបានពី Atomy រយៈពេលដែលខ្ញុំវិនិយោគនៅក្នុង Atomy 6ឆ្នាំថ្នាក់ដឹកនាំទាំងអស់គ្នាប៉ុន្តែចំណូលនេះគឺខ្ញុំកាត់3ខែប៉ុន្តែខ្ញុំដឹងថាខ្ញុំជាអ្នកធ្វើការងាររោងចក្រមួយខែខ្ញុំរកបាន$350ខ្ពស់បំផុតប៉ុន្តែចំណូល Atomy 3ខែរបស់ខ្ញុំបានពេលនេះវាស្មើនឹងគុណនឹងប្រាក់ខែរបស់ខ្ញុំ2ដងបើចែកជាខែប៉ុន្តែខ្ញុំធ្វើអាជីវកម្ម Atomy ជីវិតរបស់ខ្ញុំគឺ happy រាល់ថ្ងៃខ្ញុំមានសេរីភាពពេលវេលាខ្ញុំឯករាជ្យលើជីវិតខ្លួនឯងខ្ញុំអត់ចាំបាច់ទៅផ្ទះត្រូវសុំច្បាប់នរណាអត់ចាំបាច់ដាក់ច្បាប់អត់ត្រូវចាំបាច់រងសម្ពាធទេធ្វើ Atomy គឺងាយស្រួលខ្លាំងមែនទែនយើងគឺជាអាជីវកម្មមួយឯករាជ្យទៅលើខ្លួនឯងទោះបីជាមាន sponsor ក៏ពិតមែនប៉ុន្តែ sponsor មានតួនាទីដឹកនាំនិងបង្ហាញផ្លូវរបស់យើងគាត់មិនបានដាក់សម្ពាធមកលើយើងនោះទេកន្លែងនេះហើយគឺជាអាជីវកម្មមួយដែលខ្ញុំស្រឡាញ់បំផុតព្រោះមនុស្សខ្ញុំគឺខ្ញុំចូលចិត្តសេរីភាពដោយសរណរស់ Master ង៉ែតកុម្ភៈដែលគាត់បាននិយាយអញ្ចឹងគាត់ចូលចិត្តធ្វើការងារ part time ដោយសារតែសេរីភាពនេះខ្ញុំក៏ចូលចិត្តសេរីភាពដូចគ្នាដែរជាហេតុដែលនាងខ្ញុំធ្វើនៅអាជីវកម្ម Atomy សាកសម័យមើលថ្នាក់ដឹកនាំទាំងអស់គ្នាប្រសិនបើខ្ញុំជាអ្នកធ្វើការងាររោងចក្រតើខ្ញុំមានលទ្ធភាពទៅលេងប្រទេសកូរ៉េដែរឬអត់ប៉ុន្តែតាមរយៈ Atomy គឺបានផ្ដល់ឱកាសឲ្យស្ត្រីរោងចក្រម្នាក់នេះគ្មានចំណេះគ្មានសម្រស់គ្មានសុខភាពប៉ុន្តែអាចទៅទស្សនកិច្ចនៅប្រទេសកូរ៉េបានវាពិតជាអស្ចារ្យសម្រាប់ខ្ញុំដែលជាអ្នកធ្វើការងាររោងចក្រប៉ុន្តែនេះខ្ញុំមកចាប់យកចំនួន Atomy ដូច្នេះហើយនេះខ្ញុំជឿជាក់ថាថ្នាក់ដឹកនាំដែលមានវត្តមាននៅទីនេះក៏អាចធ្វើអាជីវកម្ម Atomy ហើយអាចបានទៅលេងប្រទេសកូរ៉េដូចគ្នាដែរជាក់ស្ដែងគឺគាត់បានជាប់ចាGo 100ទៅលេងនៅប្រទេសកូរ៉េវាគឺជាឱកាសបើសិនជាយើងនៅធ្វើការតើចំណាយពេលប្រហែលឆ្នាំដើម្បីដើរលេងចំណាយពេលប្រហែលឆ្នាំដើម្បីជួយទៅដល់មនុស្សជាទីស្រឡាញ់គឺយើងអត់មានពេលវេលាច្រើននោះទេចាហើយនេះគឺជារូបថតរបស់រូបនាងខ្ញុំជាមួយនឹងក្រុមរបស់នាងខ្ញុំធ្វើ Atomy គឺយើងរួមសហការជាមួយនឹងដៃគូរួមសហការជាមួយនឹង sponsor ហើយអ្វីដែលខ្ញុំស្រឡាញ់បំផុតគឺការផ្លាស់ប្ដូរនៅក្នុងអាជីវកម្ម Atomy ពីស្ត្រីរោងចក្រម្នាក់คล้ายទៅជាចំនួនលំដាប់អន្តរជាតិ
ទាំងដែលខ្ញុំមិនបានវិនិយោគលុយ1,000 លានដុល្លារនោះទេប៉ុន្តែអាតូមីបានផ្ដល់ឱកាសឲ្យខ្ញុំទាំងដែលខ្ញុំគ្មានសមត្ថភាពគ្មានសម្រស់មកចាស់ជាងវ័យទៀតប៉ុន្តែឥឡូវខ្ញុំស្អាតអត់ថ្នាក់ដឹកនាំទាំងអស់គ្នាស្អាតជាងខ្ញុំពីមុនថ្នាក់ដឹកនាំឃើញឲ្យខ្ញុំមុខយ៉ាប់មែនតើប៉ុន្តែពេលដែលខ្ញុំបានស្គាល់អាតូមីគឺអាតូមីផ្លាស់ប្ដូរខ្ញុំពិតជាអរគុណទៅដល់លោកស្ថាបនិកអរគុណទៅដល់ sponsor អរគុណទៅដល់ដៃគូដែលបានរួមសហការជាមួយខ្ញុំហើយយើងផ្លាស់ប្ដូរជាមួយគ្នាហើយនេះគឺជាពាក្យ quote របស់ខ្ញុំដែលខ្ញុំបានយកដកស្រង់ចេញពីដំណើរជីវិតដ៏ជូរចត់របស់ខ្ញុំក្នុងការធ្វើអាជីវកម្មអាតូមីនៅពេលដែលខ្ញុំស្គាល់អាតូមីដំបូងមានបញ្ហាគ្រួសារប៉ាម៉ាក់របស់ខ្ញុំមានការបែកបាក់គ្នាពេលនោះហើយគឺជាពេលមួយដែលខ្ញុំឈឺចាប់បំផុតស្គាល់អាតូមីបាន3ខែម្ដាយយកខ្ញុំទៅស្រោចទឹកកាត់ការចោល3ឆ្នាំកន្លែងហ្នឹងហើយដែលខ្ញុំឈឺចាប់បំផុតនៅក្នុងជីវិតរបស់ខ្ញុំហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថាយកការឈឺចាប់មកធ្វើជាអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលនិងសរីរាង្គកាយរបស់យើងកុំយកការឈឺចាប់មកធ្វើជាអុកស៊ីតកម្មបំផ្លាញសរីរាង្គកាយរបស់យើងមនុស្សម្នាក់មិនថាធ្វើអាជីវកម្មអាតូមីជីវិតរស់នៅប្រចាំគ្រួសារសពថ្ងៃតែតែមានការប៉ះទង្គិចការឈឺចាប់គ្រប់បែបយ៉ាងប៉ុន្តែយើងត្រូវតែយកវាមកបំលែងទៅជាផលល្អវិជ្ជមាននៅក្នុងរាងកាយរបស់យើងកុំដាក់អវិជ្ជមាននៅក្នុងរាងកាយរបស់យើងវានឹងធ្វើឲ្យយើងទៅមានបញ្ហាហើយយើងអាចនឹងបាត់បង់ឱកាសដ៏ធំមួយនៅក្នុងការធ្វើអាជីវកម្មអាតូមីទៀតផងដែរជាចុងក្រោយនេះខ្ញុំក៏សូមជូនពរទៅដល់ថ្នាក់ដឹកនាំទាំងអស់គ្នាដែលមានវត្តមាននៅទីនេះក៏ដូចជាថ្នាក់ដឹកនាំដែលកំពុងតែទស្សនាតាមការ live មិនថាថ្នាក់ដឹកនាំជាកម្មការនីរោងចក្រធ្វើការមន្ត្រីរាជការឬក៏ផ្នែកណានោះទេប្រសិនបើថ្នាក់ដឹកនាំទាំងអស់គ្នាចាប់អាជីវកម្មអាតូមី10ឆ្នាំក្រោយយើងនឹងក្លាយទៅជាអ្នកមាននៅក្នុងក្រុមហ៊ុនអាតូមីប៉ុន្តែបើសិនជាយើងធ្វើការងារឲ្យគេ10ឆ្នាំក្រោយយើងនឹងក្លាយទៅជាមនុស្សម្នាក់ដែលបាត់បង់ចំណូលហើយមានតែបញ្ហាជំងឺប្រចាំកាយរបស់យើងទេប៉ុន្តែអាតូមីនៅពេលដែលយើងកាន់តែធ្វើកាន់តែបានកាន់តែជោគជ័យហើយជោគជ័យទាំងអស់គ្នាទៀតផងដែរចាសូមអរគុណ